របៀបស្នើសុំឲ្យក្រុមហ៊ុន Facebook ត្រួតពិនិត្យឬក៏ការអភិឬក៏ការតវ៉ាទៅក្រុមហ៊ុន Facebook តាក់ទងទៅជាមួយនឹង account ដែលជាប់ពមៀនដាក់កាតលឿងឬក៏ page ដែលជាប់ពមៀនដាក់កាតលឿងឬក៏ការពិន័យកាតលឿង some issue សញ្ញាដកពណ៌លឿងបែបនេះអញ្ចឹងតើយើងអាចធ្វើការស្នើសុំទៅក្រុមហ៊ុន Facebook ដើម្បីឲ្យគេត្រួតពិនិត្យមើលទោសកំហុសរបស់យើងម្ដងទៀតទីមួយយើងត្រូវតែច្បាស់សិនថាទោសកំហុសរបស់យើងនឹងធ្ងន់ឬក៏គ្រាន់តែជាទោសកំហុសធម្មតាឬបើសិនជាយើងគ្រាន់តែជាប់ comment spam ឬក៏តាក់ទងទៅជាមួយនឹងការ share ចូលក្រុមម្ចាស់ក្រុមគេ report អីអានឹងមិនសូវធ្ងន់ទេប៉ុន្តែបើក្នុងករណីណា account នឹងយកទៅផុសវីដេអូហើយក្រុមហ៊ុន Facebook គេ remove វីដេអូនឹងចោលឬក៏ជាប់តាក់ទងទៅជាមួយនឹង content ក្មេង CCR អីអានឹងអាចនឹងរៀងជាប់ពីណីយូរតែជាធម្មតាអាចរយៈពេលត្រឹមតែ1ខែ3ខែ6ខែ9ខែឬក៏1ឆ្នាំតួយ៉ាងដូច account ខ្ញុំនេះចឹងគឺជាប់6ខែណាចាជាប់6ខែចាអញ្ចឹងយើងឆែកមើលសិនថាទោសកំហុសរបស់យើងហ្នឹងគេបណៃកាត់លឿងរយៈពេលប្រហែលណាហើយគេបណៃទៅលើអីខ្ញុំគេបណៃគឺ account មួយហ្នឹងมันអាច invite friend ឬក៏ invite follower ឲ្យគាត់មក like page របស់ខ្ញុំឬក៏មក follow page របស់ខ្ញុំបានในទូនីតិមួយហ្នឹងគឺគេបិទរហូតតថ្ងៃទី21ខែ1ឆ្នាំ2027បានគេបើកឲ្យវិញហើយអាសញ្ញាដកពណ៌លឿងនេះវាអាចនឹងមានហានិភ័យដែរព្រោះវាអាចធ្វើឲ្យ page ឬក៏ account ដែលយើងកំពុងតែគ្រប់គ្រងដោយ admin មួយហ្នឹងរៀងធ្លាក់រិចទី1ឬក៏ account ដែលយើងផុសជាមួយ admin មួយហ្នឹងឬក៏ account មួយហ្នឹងវាបិទការមើលឃើញឬក៏អត់សូវជំរុញពីក្រុមហ៊ុន Facebook ណាឬក៏រៀងធ្លាក់រិចឬក៏ងាប់រិចអីចឹងទៅអញ្ចឹងយើងទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នបើយល់ល្អកុំឲ្យមានទោសកំហុសតែខ្ញុំជឿជាក់ថាវាមិនដែលថាអត់សោះទេតែយើងអាចមានសិទ្ធិក្នុងការអភិឬក៏តវ៉ាទៅក្រុមហ៊ុន Facebook តើឥឡូវយើងមកតវ៉ាជាមួយក្រុមហ៊ុន Facebook ទាំងអស់គ្នាទី1យើងថតនៅចំណុចហ្នឹងបង្ហាញទៅក្រុមហ៊ុន Facebook សិនអូខេ screenshot បែបនេះទី2យើង screenshot នៅកន្លែង recommend យើងត្រូវបញ្ជាក់ប្រាប់គេថា page ឬក៏ account របស់យើងនឹង recommend អត់មានបញ្ហាអីទេអាចមកពីការយល់ច្រឡំរបស់ក្រុមហ៊ុន Facebook ចាប់ច្រឡំអីចឹងក៏បានចាទី3គឺតាក់ទងទៅជាមួយនឹង copyright អញ្ចឹង copyright អ្នកទាំងអស់គ្នាដឹងស្រាប់ទៅឆែកមើលកន្លែងណាត្រូវទេនេះឆែកមើលកន្លែង help and support នេះត្រូវទេចាហើយបន្តមកទៀតយើងចូលមកកន្លែង support នេះចាសញ្ញាប្រអប់នេះចាអញ្ចឹងកន្លែង copyright account ខ្លះឬក៏ page ខ្លះអាចឆែកឃើញ account ខ្លះឬក៏ page ខ្លះទៀតឆែកអត់ឃើញទេដូចជា account ខ្ញុំនេះឆែកអត់ឃើញទេចាដោយសារអីគឺអត់មានដៃជាប់ copyright អញ្ចឹងបើសិនជាយើងឆែកឃើញយើងថតបង្ហាញភស្តុតាងមួយស្លឹកហ្នឹងផងតែបើសិនជាយើងឆែកអត់ឃើញអត់អីទេអូខេឥឡូវយើងចូលមកកន្លែង support ទៅក្រុមហ៊ុន Facebook បន្ទាប់ពីយើងថតភស្តុតាងហើយអញ្ចឹងយើងចូលមកសញ្ញាត្រេ3នៅខាងឆ្វេងដៃនេះដដែលបន្ទាប់មកយើងចូលមកកន្លែង help and support ហ្នឹងដដែលចាចូលមកកន្លែងហ្នឹងអញ្ចឹងនេះគ្រាន់តែជាការតវ៉ាអភីលខ្លះទេតែបើសិនជាបានឬក៏មិនបានអានឹងអាស្រ័យលើក្រុមហ៊ុន Facebook និងអាស្រ័យទៅលើទោសកំហុសដែលគេដាក់ពមៀនលើយើងតែប៉ុណ្ណោះចាបន្តមកទៀតយើងចូលមកកន្លែងនេះ report a problem ឃើញទេចាបន្តមកដល់កន្លែងនេះយើងឃើញសញ្ញាបែបនេះយើងចូលមកកន្លែងនេះ continue to report អញ្ចឹងនៅកន្លែងនេះគេសួរយើងថាតើយើងផ្ញើរបាយការណ៍ឬក៏តវ៉ាជាមួយក្រុមហ៊ុន Facebook ហ្នឹងអមជាមួយឯកសារយោងអីអត់អមជាមួយភស្តុតាងអីអត់ខ្ញុំចុចខាងលើ include ចាមានណាបើសិនជាមានភស្តុតាងល្អគេឆ្លើយតបលឿនហើយបន្តមកទៀតគេសួរយើងនេះតើតើនឹងអីបើសិនជាយើងចង់ដោះស្រាយជាមួយនឹង page យើងចុចយក page ដោះជាមួយ account យើងចុចយក profile ហើយខ្ញុំដោះជាមួយ account នេះខ្ញុំដោះ profile អញ្ចឹងមកដល់កន្លែងនេះយើងអាចទៅសេអក្សរហ្នឹងទី1អាចឲ្យ Chat GPT ជួយសរសេរបានយើងទៅសេជាអក្សរខ្មែរឲ្យ Chat GPT បកប្រែជាអង់គ្លេសឲ្យយើងទី2អាច copy paste ពីខ្ញុំបានខ្ញុំដាក់នៅក្នុង comment ប៉ុន្តែ copy paste ពីខ្ញុំហ្នឹងទាំងអស់គ្នាត្រូវតែដូរ link account ណាដូរ link ហើយនឹងដូរឈ្មោះ account របស់លោកអ្នកព្រោះអីនេះគឺជា link របស់ខ្ញុំហើយនឹងឈ្មោះ account របស់ខ្ញុំអញ្ចឹងអាច copy paste ពីខ្ញុំបានឬក៏បើសិនជាយើងដោះស្រាយទៅតាមការពមៀនផ្សេងៗតាមបញ្ហាយើងផ្សេងៗគួរតែប្រើ Chat GPT ក្នុងការឲ្យគាត់ទៅសេ prompt ណាទៅសេ description ឲ្យយើងហើយយើង copy យកទៅផ្ញើឲ្យក្រុមហ៊ុន Facebook តែ complete ណាអមជាមួយនឹង link ណា link account ឬក៏ link page របស់យើងដើម្បីស្រួលដោះស្រាយអមជាមួយឈ្មោះ page ឬក៏ account របស់យើងផងអញ្ចឹងខ្ញុំទៅសេហើយចាខ្ញុំក៏ copy មកឃើញនេះឃើញ link របស់ខ្ញុំហើយឈ្មោះរបស់ខ្ញុំនេះខ្ញុំទៅសេអញ្ចឹងឃើញនេះ Hello Meta Term អញ្ចឹងមកហើយខ្ញុំទៅសេអត់សូវវែងខ្ញុំសេខ្លីតែខ្លឹមតែម្ដងអ្នកទាំងអស់គ្នាអាចចូលទៅយកនៅក្នុង comment ខាងក្រោមបានហើយបន្តមកទៀតយើងយក screenshot ដែលយើងបានថតមិញភស្តុតាងមិញណាទេយើងយកអាទី3នេះមកអូខេបន្តមកចាយើងចុចយកមកមួយឃើញទេមួយគឺអាកន្លែងមានបញ្ហាមកទី2គឺ recommend account របស់ខ្ញុំអត់មានជាប់ recommend ទេ recommend ស្អាតប្រហើយហើយទី3គឺ copyright ណាបើសិនជាអាចឆែក version order communicate and ឆែកមើល copyright បានថតនៅកន្លែង copyright នោះមួយម៉ាត់ទៀតមកចាមួយទៀតមកបន្ទាប់មកតែប៉ុណ្្នឹងទេហើយយើងផ្ញើទៅក្រុមហ៊ុនទៅរួចហើយអញ្ចឹងពេលដែលយើងផ្ញើទៅក្រុមហ៊ុនយើងត្រូវរងចាំណាឃើញទេយើងត្រូវរងចាំក្រុមហ៊ុនគេនឹងតបមកវិញឆ្លើយតប response មកយើងវិញប្រហែលជាអាចយ៉ាងយូរមួយអាទិត្យ
ចឹងបន្តមកទៀតយើងចុចដានទៅរួចស្រេចហើយអញ្ចឹងអានេះគ្រាន់តែជាវិធីស្នើសុំឲ្យក្រុមហ៊ុន Facebook គេ review មើលជួនកាលទៅគេអាចនឹងចាប់ច្រឡំអីចឹងទៅហើយបើសិនជាតោកំហុសយើងស្រាលយើងអាសាអភិលពី3ដងក្នុងមួយអាទិត្យហ្នឹងអញ្ចឹងណាអាសាអភិលតិចព្រោះអីជួនកាលទៅយើងអភិលទៅវាទៅក្រុមហ៊ុន Facebook គេប្រើ system AI អត់បានជួបមនុស្សទេតើតែ4 5ដងឡើងទៅណាបុកផ្ញើអភិលចឹងទៅ3 4 5ដងចឹងទៅអាចនឹងក្រុមហ៊ុន Facebook ឃើញហើយគេនឹងមានដំណោះស្រាយឲ្យយើងតែអាស្រ័យលើតោកំហុសយើងដែរបើកំហុសធ្ងន់អាចនឹងរងចាំរហូតដល់ដកការពមៀនខ្លួនឯងតែបើកំហុសស្រាលអាចនឹងបានត្រឡប់មកវិញឆាប់អញ្ចឹងនេះគឺជាវិធីណាដោះស្រាយបញ្ហា account ឬក៏ page ដែលជាប់ Sam Issue សញ្ញាដកពណ៌លឿងជួយ share វីដេអូនេះបងប្អូនដទៃទៀតគាត់បានដឹងផងតែអ្វីដែលសំខាន់ទាំងអស់គ្នាសូមកុំព្យាយាមឬក៏សូមកែសម្រួលកំហុសទាំងអស់នឹងកុំឲ្យមានការជាប់ពមៀនជាលើកទី2ទី3ប្រយ័ត្នខូច account ឬក៏ page របស់លោកអ្នកធ្វើសញ្ញាដកលឿងអាចដោះស្រាយបានតែបើសិនជាចូលដល់សញ្ញាដកពណ៌ក្រហមហើយគឺហានិភ័យធ្ងន់ណាស់